ឡាលីចង្រៃអញនេះការពិតអញមកសំងំនៅទីនេះទេអីអញហ៊ានបំភ័យយើងផងបានហើយកុំវាយទៀតយើងឈឺសាន់ម៉ៅហើយនឹងឡាលីសម្លាញ់គេទាំងពីរអ្នកទីបញ្ចប់ក៏បានជួបគ្នាម្ដងទៀតចាប់តាំងពីសិនមកបានចូលបម្រើក្នុងកងទ័ពបដិវត្តមកគេក៏បានបែកគ្នានឹងមិនមានអ្វីដែលអាចទំនាក់ទំនងគ្នាជាមួយនឹងឡាលីទៀតឡើយរហូតដល់ថ្ងៃមួយសាន់ម៉ៅបានកំពុងបំពេញបេសកកម្មសំខាន់មួយប៉ុន្តែចៃដន្យយន្តហោះរបស់ពួកគេត្រូវបានសត្រូវវាយប្រហារនៅលើឱកាសគ្មានមធ្យោបាយពួកគេក៏បានលោតឆាត់យងចុះមកប៉ុន្តែជាអកុសលក៏បានធ្លាក់ចុះមកចំកន្លែងទីហ៊ានជប៉ុនពេលនោះទីហ៊ានជប៉ុនក៏បានឡោមព័ទ្ធពួកគេហើយនៅចាំកន្លែងដែលសាន់ម៉ៅធ្លាក់ចុះមកនោះក៏មានវងចុកមួយក្រុមដែលកំពុងតែស្រែកលៀនចំណីពេលនោះឆាត់របស់សាន់ម៉ៅក៏បានជំពាក់នៅលើបែកឈើពេលនោះចោកមួយក្បាលដែលកំពុងឃើញសាន់ម៉ៅជាប់នៅនឹងមែកឈើវាក៏បានមកសម្លឹងមើលដល់ក្តីស្រេកឃ្លានភ្លាមនោះវាក៏បានហក់ទៅខាំសាន់ម៉ៅពេលទីហ៊ានជប៉ុនឃើញឆ្កែចុកគេក៏បានទាញកាំភ្លើងបាញ់សម្លាប់ឆ្កែចុកទៅបន្ទាប់មកគេក៏បានដើរមកដើម្បីពិនិត្យមើលសាន់ម៉ៅឃើញដូច្នោះគេក៏បានតង់ខ្សែឆាត់យងដើម្បីឡើងទៅលើភ្លាមនោះខ្សែឆាប់យងក៏បានដាច់ធ្វើឲ្យសាន់ម៉ៅធ្លាក់ចំទីហ៊ានជប៉ុននោះឡើងសន្លប់បន្ទាប់មកគេក៏បានយកឯកសណ្ឋានរបស់ទីហ៊ានជប៉ុនមកស្លៀកពាក់រួចហើយគេបានទៅបញ្ឆោតពងចោកដើម្បីឲ្យមកដេញខាំពួកទីហ៊ានជប៉ុនហើយពួកទីហ៊ានជប៉ុនឲ្យឃើញឆ្កែចុកមានច្រើនកន្លងនារត់ដកថយអស់ទៅហើយសាន់ម៉ៅគេក៏បានលាក់ខ្លួននៅក្នុងបឹងមួយរហូតដល់ពេលព្រឹកឡើងបានគេញើបចេញពីបឹងនោះតែញើបមិនទាន់ផុតពីបឹងស្រួលបួលផងក៏ត្រូវបានកងកម្លាំងមួយក្រុមចាប់គេភ្លាមនៅនឹងមាត់ច្រាំងនោះសាន់ម៉ៅគេបានប្រកែកដែលថាគេមិនមែនជាមនុស្សអាក្រក់ទេប៉ុន្តែពួកគេបាននិយាយថាមនុស្សអាក្រក់មិនដែលទទួលស្គាល់ថាខ្លួនជាមនុស្សអាក្រក់ទេឯងមិនមែនជាមនុស្សអាក្រក់យ៉ាងម៉េចបើឯងស្លៀកពាក់ឯកសណ្ឋានទីហ៊ានជប៉ុនដោយមិនអាចប្រកែកអ្វីទៀតបានសាន់ម៉ៅក៏ត្រូវបានកងកម្លាំងរបស់ប្រជាជនចាប់គេចូលយកទៅក្នុងភូមិចៃដន្យថ្ងៃនោះមេបញ្ជាការកងវីរៈក៏បានធ្វើដំណើរទៅក្នុងស្រុកដើម្បីប្រជុំភ្លាមនោះក៏មានកូនទីហ៊ានម្នាក់គេក៏បានមកសួរចម្លើយសាន់ម៉ៅភ្លាមនោះសាន់ម៉ៅគេឃើញខ្សែក្រវ៉ាត់ដែលនៅនឹងដៃរបស់កូនទីហ៊ាននោះគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងរូបពីមុនគេធ្លាប់ឃើញការនៅក្នុងកំពូលរបស់គេពីរបៀបសួរចម្លើយអ្នកទោសវាពិតជាមានភាពសាហាវព្រៃផ្សៃតែលើកនេះគេពិតជាមានសំណាងហើយដែលពួកទីហ៊ានប្រជាជនទាំងនោះគេមិនបានធ្វើទារុណកម្មអ្វីលើគេឡើយគេគ្រាន់តែបានយកវាទៅឃុំនៅក្នុងបន្ទប់មួយហើយថែមទាំងយកនំប៉ាវពី3មកឲ្យគេថែមទៀតផងគេបានគិតថានេះគឺជាអាហារចុងក្រោយរបស់គេហើយមើលទៅបើគង់តែស្លាប់ដែរអញ្ចឹងយើងមិនត្រូវខ្លាចទៀតទេគួរតែរកមធ្យោបាយដើម្បីចេញពីទីនេះភ្លាមនោះគេក៏បានដោះឯកសណ្ឋាននោះចេញរួចហើយគេក៏បានយកនំប៉ាវនោះមកស៊ីរួចនិយាយថាបើទោះជាស្លាប់ក៏ត្រូវតែស៊ីឲ្យឆ្អែតសិនដែរយើងធ្លាប់ចូលនំសមរភូមិក្របសាច់ដូចទឹកភ្លៀងយើងមិនដែលខ្លាចផងរឿងអីមកខ្លាចត្រឹមអាហារមួយពេលនោះទីហ៊ានម្នាក់នោះក៏បានសើចពេលឃើញសាន់ម៉ៅស៊ីនំប៉ាបណ្ដានឹងរអ៊ូតមិនបានបន្ទាប់មកគេក៏បានហៅឈ្មោះសាន់ម៉ៅដូច្នោះគេឡើងស្រឡាំងកាំងចាប់តាំងពីគេចាប់ចូលមកក្នុងភូមិមកដោយសារតែភាពភ័យខ្លាចគេមិនហ៊ានងើបមុខដើម្បីមើលពួកទីហ៊ានទាំងនោះឡើយនៅពេលគេហៅឈ្មោះរបស់ខ្លួនក៏ងើបមុខមើលទើបដឹងថាគឺជាមិត្តសម្លាញ់របស់ខ្លួនឡាលីដោយសារតែឆ្លងកាត់ការលំបាកខ្លាំងពេកក្នុងអំឡុងពេលលោតឆាត់យងនឹងរត់គេចពីពួកទីហ៊ានជប៉ុនធ្វើឲ្យសិនមកទ្រាំមិនបានក៏ធ្លាក់ខ្លួនឈឺហើយពេលនោះក៏ត្រូវបានលីលីជាអ្នកជួយមើលថែហើយមិនយូរប៉ុន្មានសិនមកក៏បានធូរស្បើយនៅពេលដែលពួកគេសួរនាំគ្នាទៅវិញទៅមកទើបដឹងថានៅពេលដែលសាន់ម៉ៅចូលបម្រើកងទ័ពមិនបានប៉ុន្មានផងឡាលីគេក៏បានចូលបម្រើកងទ័ពដែរប៉ុន្តែឡាលីបានចូលធ្វើជាទីហ៊ានរំដោះប្រជាជនហើយសាន់ម៉ៅគេក៏សម្រេចចិត្តថានឹងនៅទីនេះក៏ប៉ុន្តែគេបានធ្លាប់នៅក្នុងកងទ័ពជាតិនិយមឡើងទម្លាប់ទៅហើយដូច្នេះហើយរឿងមួយចំនួនវាតែងតែធ្វើឲ្យពួកគេអស់សំណើចនិងបានធ្វើឲ្យឡាលីគេមានអារម្មណ៍ថាអាម៉ាស់មុខជំនួស